សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាអត្ថបទអក្សរសិល្ប៍រឿងដើមកំណើតទីក្រុងភ្នំពេញមុននឹងចូលទៅកាន់វីដេអូបន្តទៀតសូមអ្នកទាំងអស់គ្នាជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត1សេចក្តីផ្ដើមរឿងដើមកំណើតទីក្រុងភ្នំពេញជាប្រភេទរឿងព្រេងដែលបានដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគទី5ដែលរៀបចំដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរតាំងពីខែមករាឆ្នាំ1959មកម្លេះរឿងនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលឲ្យសិក្សាជាការសិក្សាអត្ថបទអក្សរសិល្ប៍សម្រាប់ថ្នាក់ទី7ដោយសាររឿងនេះមានតាក់ទងទៅនឹងប្រវត្តិនៃការកកើតទឹកដីទីក្រុងភ្នំពេញដែលជាទីតាំងសំខាន់និងជាអតីតទីក្រុងនៃព្រះរាជាណាចក្រកម្ពុជាគោលបំណងសំខាន់គឺដើម្បីឲ្យសិស្សានុសិស្សយល់ដឹងពីប្រវត្តិសាស្ត្រនៃទីកន្លែងកំណើតនិងជាស្នាដៃបុព្វបុរសខ្មែរដែលបានកសាងទុកជាកេរដំណែលមកដល់សព្វថ្ងៃលើសពីនេះទៅទៀតគឺបណ្ដុះស្មារតីជាតិនិយមចេះថែរក្សាការពារបូរណភាពទឹកដីនិងស្នាដៃនិពន្ធរបស់ដូនតាយើងទន្ទឹមនឹងនេះរឿងដើមកំណើតទីក្រុងភ្នំពេញយើងក៏ឃើញមានឯកសារជាច្រើនទៀតដែលពាក់ព័ន្ធនឹងការរៀបចំកសាងឬស្ថាបនាទីក្រុងភ្នំពេញនេះជាច្រើនលើកច្រើនសារដូចជាមានបង្ហាញពីការស្ថាបនាទីក្រុងភ្នំពេញនេះក្រោយរជ្ជកាលព្រះបាទពញាយ៉ាតដោយបានដកស្រង់ពីរឿងក្រុងភ្នំពេញទំព័រទី18មានបញ្ជាក់ពីការស្ថាបនាទីក្រុងភ្នំពេញចំនួន2លើកនិងការបរិច្ឆេទរឿងដូចខាងក្រោមការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី1ព្រះរាជពង្សាវតារប្រទេសកម្ពុជាចែងថាព្រះបាទសម្ដេចបរមរាជាពញាយ៉ាតទ្រង់គ្រប់គ្រងព្រះរាជសម្បត្តិគង់នៅក្នុងព្រះរាជវាំងមហានគរឬនគរធំបាន15ឆ្នាំលុះមកដល់ឆ្នាំគម្រប់16នៃរជ្ជកាលរបស់ព្រះអង្គទើបទ្រង់មានព្រះយោបល់ថានឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបានក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទូបាសានក្នុងខេត្តស្រីសរឈរដែលសពថ្ងៃហៅថាស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅថ្ងៃ13រោចខែមិគសេឆ្នាំជូតចត្វាស័កពុទ្ធសករាជ1976ចុលសករាជ794គ្រិស្តសករាជ1432ព្រះបាទសម្ដេចព្រះបរមរាជារឿងពញាយ៉ាតទ្រង់ស្ដេចយាងចាកមហានគរមួយអន្លើដោយរាជាសេវកមាត្រនិមឺនសពមុខមន្ត្រីជាដើមដោយព្រះទីនាំងតាមជលមាគាមកនោះថ្ងៃ15កើតខែបុស្សឆ្នាំជូតចត្វាស័កនោះស្ដេចយាងមកដល់ទួលបាសានស្ដេចគង់នៅជាសុខសម្រានក្នុងព្រះរាជវាំងបាសាននោះបានត្រឹមតែ1ឆ្នាំប៉ុណ្ណោះដោយទឹកទន្លេចេះតែឡើងលិចទីនោះទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យស្ដេចចៅពញាកែនិងឧកញ៉ាហោរាធិបតីខៀវព្រមដោយមន្ត្រីឯទៀតខ្លះផងដែលស្គាល់ទីដីមានជ័យភូមិឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញឃើញថាទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញជ័យភូមិល្អព្រះអង្គក៏មានព្រះរាជបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់ទីនោះនៅថ្ងៃ9កើតខែពិសាខឆ្នាំខាលឆស័កពុទ្ធសករាជ1978ចុលស័ក796គ្រិស្តសករាជ1434ព្រះបាទសម្ដេចព្រះបរមរាជាស្ដេចយាងចេញចាកព្រះរាជវាំងបាសានថ្ងៃ15កើតខែពិសាខចូលគង់វាំងថ្មីនាទិសអាគ្នេយ៍ភ្នំដូនពេញនៅថ្ងៃ11រោចខែពិសាខឆ្នាំម្សាញ់នពស័កពុទ្ធសករាជ1981ចុលស័ក799គ្រិស្តសករាជ1437ព្រះអង្គប្រទាននាមថ្មីទីនេះថាក្រុងចតុមុខមង្គលឯទន្លេ4មុខដែលគេធ្លាប់ហៅថាទន្លេច្រាបឈាមមកយូរហើយនោះទ្រង់ប្រទានឈ្មោះថាទន្លេចតុមុខបូព៌ាវិញព្រះអង្គព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោស្រីចៅហ្វាយស្រុកសំរោងជាអ្នកកាន់ការលើកដីចាក់លុបបំពេញទីក្រុងថ្មីទាំងឲ្យយកដីចាស់បំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងទៀតផង
ទីក្រហួងជ្រៅដែលកើតពីការជីកយកដីនោះធ្លាប់មានឈ្មោះថាបឹងតេជោរៀងមកគឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃនេះទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ាប្លុងចៅហ្វាយស្រុកបាទីកាន់ការជីកព្រែកមួយនៅខាងត្បូងភ្នំដូនពេញដែលជាប់មានឈ្មោះថាព្រែកឧកញ៉ាប្លុងហើយចំណេរការតមកហៅថាព្រែកពីមប្លុងគឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះក្សមុនីចែកដីសប្តាហ៍ថ្ងៃនេះព្រះបាទសម្ដេចព្រះបរមរាជាទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ដីថែមថ្មីត្រង់កន្លែងវិហារចាស់របស់ដូនពេញឲ្យកសាងព្រះចែកដីធំពីខាងក្រៅវិហារទ្រង់បញ្ញត្តិឲ្យហៅវត្តដូនពេញថាវត្តព្រះចែកដីបពិតដូច្នេះវិញលុះជំនេរការតមកមហាជនបែរជាហៅវត្តនេះថាវត្តភ្នំដូនពេញអ្នកខ្លះហៅថាវត្តភ្នំពេញឬថាវត្តភ្នំជាប់រៀងមកទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត6ដទៃទៀតគឺ1វត្តកោះនៅត្រង់ទិសខាងកើតឈៀងអាគ្នេយ៍ភ្នំដូនពេញ2វត្តលង្កានៅទិសខាងកើតឈៀងឦសានភ្នំដូនពេញ3វត្តព្រះពុទ្ធឃោសនានៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំដូនពេញបានជាព្រះរាជទាននាមវត្តទាំង3នេះដូច្នេះដើម្បីឲ្យសមនឹងដំណើររឿងដែលថាព្រះពុទ្ធឃោសនាចារ្យទៅចម្លងគម្ពីរពីកោះលង្កា4វត្តពីមថ្លុងនៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញជិតជាប់នឹងមាត់ព្រែកឧកញ៉ាប្លុងឆ្ងាយបន្តិចពីវត្តកោះព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងព្រះវិហារវត្តពីមថ្លុងនោះមានព្រះនាមថាព្រះស្រកាលេញព្រោះគេបិទមាសរំលេចមានសន្តានស្រដៀងនឹងស្រកាត្រីលេញ5វត្តឧណាឡោមដែលមានព្រះនាមនេះស្រេចយូរមកហើយជានាមនៃព្រះចែកដីដែលបញ្ចុះព្រះឧណាឡោមរោមប្រជុំចិញ្ចើមនៃព្រះអសច្ចិតថេរៈនៅចំកណ្ដាលព្រះចែកដីទាំង5ខាងលិចវិហារវត្តឧណាឡោមសពថ្ងៃនេះ6វត្តខ្ពបតាយ៉ងដោយនាមតាម្នាក់ឈ្មោះយ៉ងដែលជាអ្នកជីកខ្ពបលុះចំណេរការមកវត្តខ្ពបតាយ៉ងគឺវត្តបទុមវតីសពថ្ងៃនេះបន្ទាប់ពីនោះមកព្រះបរមរាជាព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំងហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុងព្រែកនៅខាងត្បូងនោះហៅថាព្រែកតាកែវនៅខាងលិចព្រែកនោះមានអូរមួយហៅថាអូកមានព្រែកមួយនៅខាងជើងភ្នំហៅថាព្រែកពំពាយប៉ុន្តែដោយហេតុត្រង់នោះមានរោងចិនដំដែកទើបព្រែកពំពាយនោះក្លាយជាឈ្មោះព្រែកចិនដំដែកវិញនៅតាមមាត់ទន្លេ4មុខព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុងខាងក្នុងកំពែងទីក្រុងថ្មីនេះពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្តឯភូមិភាគខាងលិចទីក្រុងសុទ្ធតែជាវាលស្រែ4ឆ្នាំក្រោយមកព្រះនរាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជាបានត្រូវតាំងជាឧបរាជហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជាយរលួសក្នុងពេលជាមួយគ្នានោះព្រះស្រីរាជារាជបុត្របន្ទាប់នៃព្រះបរមរាជាទ្រង់ទៅគង់នៅទិសខាងលិចអូកលើទួលមួយដែលជាប់នាមហៅថាទួលព្រះស្រីនៅខាងជើងវត្តព្រះពុទ្ធមានបុណ្យការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើទី2នៅថ្ងៃប្រហ័ស4កើតខែបោះឆ្នាំឆ្លូវសពស័កពុទ្ធសករាជ2409មហាសករាជ1787ចុលសករាជ1227គ្រិស្តសករាជ1865ម៉ោង9ព្រឹកព្រះបាទសម្ដេចព្រះនរោត្តមបរមរាមទេវតាព្រះសុវណ្ណកោដ្ឋស្ដេចយាងចេញจากព្រះបរមរាជវាំងស្រះសពើយុទ្ធក្រុងឧដុង្គមានជ័យមកគង់ក្រុងភ្នំពេញចតុមុខនគរការកសាងក្រុងភ្នំពេញក្នុងរជ្ជកាលព្រះករុណានរោត្តមនេះជាការកសាងលើកទី2តពីលើកទី1ក្នុងរជ្ជកាលព្រះបរមរាជា
បានប្រកបដោយជោគជ័យសិរីមង្គលរុងរឿងចម្រើនថិតថេររហូតមកដល់សម័យបច្ចុប្បន្នខាងក្រោមនេះគឺជាការសិក្សាអត្ថបទអក្សរសិល្ប៍រឿងដើមកំណើតទីក្រុងភ្នំពេញតាមទម្រង់សិក្សាអត្ថបទសម្រាប់មធ្យមសិក្សាបឋមភូមិថ្នាក់ទី7ទី8និងទី9 1ទិដ្ឋភាពប្រវត្តិ2ទួចអត្ថបទចំណងជើងរឿងដើមកំណើតទីក្រុងភ្នំពេញប្រភពមកពីប្រទេសកម្ពុជាប្រភេទរឿងដើមកំណើតទីក្រុងភ្នំពេញជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយបែបរឿងព្រេងកថាចលនាខេមរនិយម2អ្នកនិពន្ធឈ្មោះអ្នកនិពន្ធពុំស្គាល់ឈ្មោះព្រោះជាការនិយាយតគ្នាពីមាត់មួយទៅមាត់មួយរួចត្រូវបានចងក្រងជាសៀវភៅប្រជុំរឿងព្រេងភាគទី5ចំណុច3ការកំណត់តែងរឿងនេះត្រូវបានរៀបចំចងក្រងនិងបោះពុម្ពដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរពុទ្ធសាសនបណ្ឌិតថ្ងៃទី1ខែមករាឆ្នាំ1959 4សង្គមបរិយាកាសកការប្រវត្តិដំណើររឿងប្រព្រឹត្តទៅក្រោមរបបគ្រប់គ្រងនៃរជ្ជកាលព្រះបរមរាជាពញ្ញាយ៉ាតពុទ្ធសតវត្សទី21គ្រិស្តសតវត្សទី15ខព្រឹត្តិការណ៍សំខាន់ព្រឹត្តិការណ៍សំខាន់មានដូចជា1មានទឹកជំនន់ទន្លេនាំដើមកគីមួយធំអណ្ដែតវល់ក្បែរមាត់ច្រាំងដូនពេញនិងអ្នកជិតខាងនាំគ្នាចងអស់រំកិលដល់មាត់ច្រាំងដុសសម្អាតកោះគៀឃើញព្រះពុទ្ធរូប4អង្គតូច2ដូនពេញនាំអ្នកជិតខាងលើកដីពួនភ្នំតម្កល់ទេវរូប2ទិដ្ឋភាពទំនាក់ទំនងរឿង1សង្ខេបរឿងមានដំណាលថាក្នុងការកន្លងទៅហើយគ្រិស្តសករាជ1372មានយាយចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេ4មុខផ្ទះគាត់សង់នៅលើទីទួលមួយខាងកើតភ្នំតូចមួយថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹមដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមកគីមួយធំអណ្ដែតមកក្បែរច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើងដើមកគីនោះចេះតែអណ្ដែតវល់នៅក្បែរមាត់ច្រាំងនោះលុះដូនពេញឃើញដូច្នោះក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញដើមកគីនោះអ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអស់រំកិលបន្តិចម្ដងរហូតទាល់តែមកដល់មាត់ច្រាំងពេលដូនពេញយកកំណាត់ឈើទៅកោះគៀសម្អាតភក់ចេញគាត់បានឃើញប្រហោងឈើកគីនោះមានព្រះពុទ្ធរូប4អង្គតូចធ្វើអំពីសំរឹទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងទ្រង់ដំបងព្រះហស្តម្ខាងទៀតទ្រង់សាំងព្រះកេសាបួងដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើសបានរបស់ជាទីគោរពក៏នាំគ្នាដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញក៏ចាត់ការសង់ខ្ទមមួយតូចតម្កល់ជាបណ្ដោះអាសន្នថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពួនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅជាភ្នំមែនតែនបន្ទាប់ពីនោះគាត់ឲ្យគេអាឈើកគីនោះធ្វើជាសសរវិហារដែលគាត់បំរុងនឹងសង់លើភ្នំនោះក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកច្រើននាក់ស្រុះស្រួលបបួលគ្នាសង់វិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះហើយគាត់ដង្ហែព្រះពុទ្ធសំរិទ្ធទាំង4អង្គនោះទៅតម្កល់ទុកក្នុងវិហារនោះចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើតហើយដែលគាត់យល់ថាទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកឡាវនិងមៀតបែបបត់ដូចជាឡាវគាត់ក៏បានសន្មតថាអ្នកតាព្រះចៅនាមនោះជាប់មកដល់សពថ្ងៃនេះការសាងវិហារហើយគាត់ក៏និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះក្នុងទិសខាងលិចទើបកើតមានឈ្មោះថាវត្តភ្នំដូនពេញដែលសពថ្ងៃគេហៅកាត់ខ្លីថាវត្តភ្នំតាំងពីពេលនោះរហូតមកដល់សពថ្ងៃ
ឯព្រះពុទ្ធរូបទាំង4ព្រះអង្គនិងអ្នកតាព្រះចៅនោះបានបញ្ចេញមហិទ្ធិឫទ្ធិឲ្យឃើញពូកែស័ក្តិសិទ្ធិណាស់អ្នកណាបន់ស្រន់ក៏បានសម្រេចបំណងពិតប្រាកដនេះជាជំនឿរបស់អ្នកស្រុកនេះហើយជាដើមកំណើតក្រុងភ្នំពេញដែលក្រោយពីនោះរវាង60ឆ្នាំបានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដំ2តួអង្គ1ដូនពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេ4មុខនិងជាអ្នកផ្ដើមគំនិតសាងសង់កន្លែងសម្រាប់តម្កល់ព្រះពុទ្ធរូបសំរិទ្ធ4អង្គព្រមទាំងទេវរូបថ្ម1អង្គ2អ្នកជិតខាងជាអ្នករស់នៅក្នុងភូមិជាមួយដូនពេញនិងជាអ្នកជួយទាញយកដើមកគីពីក្នុងទន្លេមកដាក់លើមាត់ច្រាំងនិងជាអ្នកលើកដីពូនជាភ្នំសម្រាប់តម្កល់ព្រះពុទ្ធរូប3អ្នកស្រុកជាអ្នកជួយសង់វិហារលើកំពូលភ្នំសម្រាប់តម្កល់ព្រះពុទ្ធរូបទាំង4អង្គ4ព្រះសង្ឃជាអ្នកគង់នៅលើជើងភ្នំដែលសាងសង់វិហារឬភ្នំដូនពេញឬវត្តភ្នំ3កាលអាកាសកកាលឬពេលវេលានៃរឿង1ក្នុងការកន្លងទៅហើយគ្រិស្តសករាជ1372មានដូនចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេ4មុខ2ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹមបាក់ច្រាំងទន្លេ3ក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនជាភ្នំដែលនៅខាងលិចផ្ទះគាត់ឲ្យទៅជាភ្នំមែនតែន4ក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកច្រើនអ្នកស្រុះស្រួលបបួលគ្នាសង់វិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះទុកតម្កល់ព្រះពុទ្ធរូប4អង្គ5សពថ្ងៃគេហៅកាត់ខ្លីថាវត្តភ្នំតាំងពីពេលនោះរហូតមកដល់សប្តាហ៍ថ្ងៃ6ក្រោយពីនោះរវាង60ឆ្នាំបានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដំខអាកាសឬទីកន្លែងរឿង1ផ្ទះដូនពេញនៅក្បែរមាត់ច្រាំងទន្លេ4មុខ2នៅកំពង់ទឹកក្បែរមាត់ច្រាំងទន្លេ4មុខដូនពេញនិងអ្នកជិតខាងអស់ដើមកគីឡើងច្រាំង3ដូនពេញនិងអ្នកជិតខាងលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់4ដូនពេញនិងអ្នកជិតខាងជួយដង្ហែបដិមាមកផ្ទះដូនពេញនិងតម្កល់ទុកក្នុងខ្ទមតូចមួយ5ដូនពេញនិងអ្នកជិតខាងសង់វិហារប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំ6ទេវរូបមួយអង្គតម្កល់លើអាសនៈនៅជើងភ្នំខាងកើត4ទិដ្ឋភាពវិភាគតួអង្គ1ដូនពេញគុណសម្បត្តិជាអ្នកមានម្នាក់ដែលមានចិត្តស្រឡាញ់រាប់អានអ្នកជិតខាងដោយមិនប្រកាន់វណ្ណៈមានគំនិតជាអ្នកដឹកនាំអ្នកស្រុកយកដើមកគីពីក្នុងទន្លេមកដាក់លើច្រាំងទន្លេជាពុទ្ធសាសនូបត្ថម្ភដែលរកកន្លែងតម្កល់និងគោរពព្រះពុទ្ធសាសនាពេលឃើញព្រះពុទ្ធរូបនិងទេវរូបក្នុងដើមកគីដែលជាទីសក្ការៈគុណវិបត្តិមានមហិច្ឆតាចង់សម្រេចបំណងរបស់ខ្លួនក៏អំពាវនាវហើយរកអ្នកស្រុកឬអ្នកជិតខាងមកប្រើដោយគ្មានគិតពីការហត់នឿយរបស់អ្នកស្រុកឬអ្នកជិតខាងឡើយ2អ្នកជិតខាងឬអ្នកស្រុកគុណសម្បត្តិស្រឡាញ់គោរពរាប់អានដូនពេញមានគំនិតចេះសាមគ្គីគ្នាក្នុងការជួយដូនពេញអស់ដើមកគីពីក្នុងទន្លេមកដាក់លើច្រាំងជួយលើកដីពូនភ្នំសង់ព្រះវិហារទុកតម្កល់ព្រះពុទ្ធរូបនិងទេវរូបមានការសហការគ្នាល្អរីករាយជួយធ្វើការជាមួយដូនពេញដោយគ្មានត្អូញត្អែដោយមិនគិតពីការនឿយហត់5ទិដ្ឋភាពសង្គមកវប្បធម៌ជំនឿប្រជាជនខ្មែរសម័យនោះជឿលើបារមីវត្ថុស័ក្តិសិទ្ធិនិងអ្នកតាជាដើមឧទាហរណ៍អ្នកតាព្រះចៅបានបញ្ចេញមហិទ្ធិឫទ្ធិឲ្យឃើញពូកែចំណុចមួយទៀតសាសនានៅក្នុងការសិក្សាអត្ថបទរឿងដើមកំណើតទីក្រុងភ្នំពេញ
មានជំនឿលើព្រះពុទ្ធសាសនាដូចជាការគោរពព្រះពុទ្ធរូបនិងទេវរូបទាំង4ព្រះអង្គនិងអ្នកតាព្រះចៅគឺជាវត្ថុស័ក្តិសិទ្ធិមានមហិទ្ធិឫទ្ធិហើយបានកសាងព្រះវិហារតម្កល់ទុកជាទីសក្ការៈគោរពបូជាទៀតផងឧទាហរណ៍កសាងវិហាររួចហើយគាត់និមន្តព្រះសង្ឃការសិក្សាអប់រំនៅក្នុងដំណើររឿងពុំមានបញ្ជាក់ប៉ុន្តែប្រជាជនមានការយល់ដឹងចេះសាមគ្គីគ្នាជួយគ្នាទៅវិញទៅមកឧទាហរណ៍អ្នកជិតខាងក៏យកពួរទៅចងហើយអស់រំកិលសិល្បៈរឿងដើមកំណើតទីក្រុងភ្នំពេញតាមដំណើររឿងឃើញមានការបង្ហាញពីសិល្បៈតិចតួចដូចជាការធ្វើសសរវិហារពីដើមកគីដើម្បីសាងសង់វិហារតម្កល់ទេវរូបឧទាហរណ៍គាត់ឲ្យគេអាចឈើកគីនោះធ្វើជាសសរវិហារខសេដ្ឋកិច្ចក្នុងរឿងដើមកំណើតទីក្រុងភ្នំពេញតាមដំណើររឿងយើងមិនឃើញមានបង្ហាញពីកសិកម្មផលិតកម្មឧស្សាហកម្មសិប្បកម្មពាណិជ្ជកម្មច្បាស់លាស់ទេប៉ុន្តែអ្នកនិពន្ធបានបង្ហាញថាដូនពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍នេះបញ្ជាក់ថាគាត់ជាអ្នកមានសេដ្ឋកិច្ចល្អក្នុងភូមិឧទាហរណ៍មានដូនចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍កែវសង្គមគិច្ចស្ថានភាពរស់នៅការរស់នៅចុះសម្រុងគ្នាមានសាមគ្គីភាពល្អមិនប្រកាន់វណ្ណៈជួយគ្នាពេលមានទុក្ខធុរៈឧទាហរណ៍ដូចជាដូនពេញនិងអ្នកស្រុកអស់ដើមកគីនៅលើកដីពូនភ្នំសង់ព្រះវិហារតម្កល់ទេវរូបមុខរបរនិងជីវភាពរបស់ប្រជាជនគ្មានព្រោះដំណើររឿងមិនបានបង្ហាញទេខនយោបាយក្នុងប្រទេសរឿងដើមកំណើតទីក្រុងភ្នំពេញយើងមិនឃើញមានបង្ហាញផ្នែកនយោបាយទេតែយើងឃើញមានរបបគ្រប់គ្រងដែលពឹងពាក់ទៅលើអ្នកមានឥទ្ធិពលនៅក្នុងសង្គមអ្នកមានឥទ្ធិពលអាចមានលទ្ធភាពប្រមូលប្រជាជនដើមគំនិតកសាងសំណង់សាធារណៈឬធ្វើកិច្ចការសាធារណៈទាំងឡាយជំនួសអ្នកដឹកនាំនយោបាយបាននៅក្នុងរឿងបង្ហាញថាដូនពេញគឺជាស្ត្រីម្នាក់តាំងឲ្យអ្នកមានឥទ្ធិពលទាំងឡាយនៅក្នុងសម័យនោះយើងសង្កេតឃើញថាការបដិផ្ដាមរបស់អ្នកមានឥទ្ធិពលទាំងនោះគឺបានចូលរួមពីឥទ្ធិពលជំនឿសាសនាដោយហេតុនេះហើយទើបដូនពេញអាចប្រមូលបាននៅមនុស្សយ៉ាងច្រើនលើកដីពូនភ្នំកសាងព្រះវិហារដែលជាសំណង់សាធារណៈសម្រាប់ប្រើជាប្រយោជន៍នៃមនុស្សទូទៅពោលគឺគាត់ជាអ្នកនយោបាយក្នុងសម័យបច្ចុប្បន្ននយោបាយក្រៅប្រទេសនិងទំនាក់ទំនងអន្តរជាតិតាមដំណើររឿងមិនឃើញមានបង្ហាញទេ6ទិដ្ឋភាពតែងនិពន្ធកផ្ដាំរឿងអ្នកនិពន្ធបានបង្ហាញដោយប្រើឃ្លាមានដំណើររឿងថាបង្ហាញតួអង្គយាយពេញក្នុងការកន្លងទៅហើយគ្រិស្តសករាជ1372មានដូនចាស់ម្នាក់ឈ្មោះពេញរួចភ្ជាប់ទៅនឹងសកម្មភាពក្នុងដំណើររឿងតែម្ដងខតួរឿង1ទម្រង់សំណេររឿងដើមកំណើតទីក្រុងភ្នំពេញសរសេរជាពាក្យរាយងាយអានងាយយល់2បច្ចេកទេសក្នុងការតាក់តែងភាសាអ្នកនិពន្ធប្រើភាសាសាមញ្ញលាយចម្រុះនឹងបាលីសំស្ក្រឹតព្រមទាំងរាជស័ព្ទនិងសង្ឃស័ព្ទផងដែរឧទាហរណ៍ភាសាសាមញ្ញនៅក្បែរមាត់ច្រាំងទន្លេបាលីសំស្ក្រឹតសម្បត្តិអធិឫទ្ធិស័ក្តិសិទ្ធិសង្ឃវត្តរាជស័ព្ទព្រះកេសាព្រះហស្ថសង្ឃស័ព្ទនិមន្តគង់ព្រះសង្ឃព្រះបដិមាទំហៀបន័យឧទាហរណ៍មៀតបែបភាពដូចលាវភាពច្បាស់លាស់ឧទាហរណ៍ភ្នំតូចមួយដើមកគីមួយធំការនិទានរបស់អ្នកនិពន្ធគឺនិទានបែបបុរសទី3ការបញ្ចប់រឿងគ្មានមិនបានបង្ហាញពីការជួបឬប្រវត្តិរបស់តួអង្គនោះទេព្រោះដំណើររឿងបង្ហាញតែពីការកកើតទីក្រុងភ្នំពេញហើយបញ្ចប់រឿងគឺបានសង់វិហារជាទីតម្កល់ព្រះពុទ្ធរូបនិងព្រះចៅទេវរូបសំរិទ្ធបានសម្រេចដោយបញ្ជាក់ថាទីនេះហេតុអ្វីបានជាមានឈ្មោះថាទីក្រុងភ្នំពេញ
7. ទិដ្ឋភាពតម្លៃរឿងដើមកំណើតទីក្រុងភ្នំពេញដំណើររឿងបានបង្ហាញពីតម្លៃលេចធ្លោនៅក្នុងដំណើររឿងដើមកំណើតទីក្រុងភ្នំពេញត្រង់ដូនពេញនិងអ្នកស្រុកស្រឡាញ់ទឹកដីនិងថែរក្សាកេរដំណែលដូនតាបានសាមគ្គីគ្នាពូនដីធ្វើជាភ្នំសង់ព្រះវិហារតម្កល់ព្រះពុទ្ធរូបនិងទេវរូបសម្រិតនេះគឺជាទិដ្ឋភាពពិតនៅក្នុងសង្គមខ្មែរដែលមានជំនឿលើការគោរពបូជាពុទ្ធសាសនា 8. ការសន្និដ្ឋានសរុបមកក្រោយពីសិក្សារឿងដើមកំណើតទីក្រុងភ្នំពេញចប់យើងឃើញថារឿងទាំងមូលបានបង្ហាញពីគំនិតសាមគ្គីសហការគ្នាល្អក្នុងសង្គមពិសេសចង់អប់រំមនុស្សឲ្យមានសាមគ្គីភាពឯករាជ្យភាពចេះស្រឡាញ់និងជួយគ្នាក្នុងគ្រាមានទុក្ខធុរៈដោយមិនប្រកាន់វណ្ណៈសូមអ្នកទាំងអស់គ្នាជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូបន្តទៀតជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានការជោគជ័យនៅក្នុងការសិក្សា